ជំរាបសួរលោកគ្រូអ្នកគ្រូនិងមនុស្សថាទាំងអស់គ្នាពួកយើងគឺជាសិស្សមកពីវិទ្យាល័យកម្រិតទូទៅនិងបច្ចេកទេសសេដ្ឋកិច្ចនៃថ្នាក់ទី 12B ហើយពួកយើងមកពីក្រុមទី2ដោយសមាជិករបស់ក្រុមពួកខ្ញុំមានចំនួនសមាជិក5នាក់បាទខ្ញុំនិយាយនាងខ្ញុំឈ្មោះទេពសេណុតនាងខ្ញុំឈ្មោះផាន់សំបីខ្ញុំបាទឈ្មោះឆោវលីនរ៉ូសែននិងទេពកំពុងតាមតាមដែរឈ្មោះឡៃកំឡិនผมว่าถ้าเป็นเรียยูហើយក្រុមខ្ញុំមកបានលើកយកមេរៀនមួយបើខាងក្នុងសិភៅពលវិទ្យាគឺមេរៀនទី3ក្នុងគូទី1មេរៀនម៉ាស៊ីនហើយពួកយើងក៏បានយកខ្លឹមសារមួយដ៏សំខាន់គឺលំនាំអាសាបាតិកលំនាំអាសាបាតិកនេះគឺពួកយើងបានសបរៀនឲ្យមេរៀនទី2មួយមកហើយនៅក្នុងគូទី1ដែរនេះលំនាំអាសាបាតិកជាលំនាំមួយដែលមានថាពលកម្ដៅដែលគួយមិនដូចជាមួយមកជំនាញខាងក្រៅគឺគួយមកសូត្រឲ្យបញ្ចប់នឹងខាងមេរៀននេះការដែលគាត់បែរយ៉ាងដូចនេះនោះគឺយើងសូមមកស្ដាប់នឹងរួមក្រុមខ្ញុំម្នាក់ទៀតមកការបកស្រាយខ្ញុំមកបកស្រាយបន្តពីបទគ្រប់គ្រងរបស់មុនដែលយើងដឹងហើយថាគួយស្មាតហ្វូនយើងអាចអនុវត្តតាមច្បាប់ទី1ទាំងមួយទី1យើងក៏បានគួយស្មាតហ្វូនដោយតែបានតាមមុនគួយស្មើឲ្យតែតាអុយបូកដល់ B យើងបានដល់ B ស្មើដល់តែតាអុយឬក៏តែតាអុយដល់ B វិញ